Ok, số đây bốn lực nông ngàyนี้คือខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការប្រើប្រាស់ក៏ដូចជាការយល់ដឹងថាតើកម្មវិធី Adobe Photoshop គេយកទៅធ្វើអីណាបាទអញ្ចឹងឥឡូវយើងចូលមកមើលនិយមន័យហើយនឹងមុខងាររបស់កម្មវិធី Adobe Photoshop CS6 ទាំងអស់គ្នាបាទអញ្ចឹងAdobe Photoshop CS6 គឺជាកម្មវិធីមួយដែលគេប្រើទៅលើការរចនាម៉ូដរូបភាពដូចជាម៉ូដអក្សរនិងការបង្កើតទម្រង់ផ្សេងៗដូចជាក្រដាស promotion ដូចជា magazine បាទទស្សនាបដីហ្នឹង banner បាទ banner គេច្រើនទៅធ្វើយកទៅចងនៅកន្លែងផ្សេងៗណាបាទស្លាកយីហោតាមហាងបាទអញ្ចឹងអាស្លាកយីហោតាមហាងគេធ្វើហ្នឹងណាបាទហើយក៏ដូចជាតាមក្រុមហ៊ុននិងការកែច្នៃរូបភាពទៅតាមទម្រង់ណាមួយដែលយើងពេញចិត្តចង់បានអញ្ចឹងទៅណាបាទហើយដោយសារតែកម្មវិធីនេះមានលក្ខណៈទូលំទូលាយហើយវាមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់ទៅតាមការសម្រាប់ទៅលើការកែច្នៃទៅលើរូបភាពដូចជាម៉ូដអក្សរទៅតាមតម្រូវការរបស់ខ្លួនអញ្ចឹងAdobe Photoshop ណាបាទអញ្ចឹង Adobe Photoshop នេះគឺជា Adobe Photoshop CS នេះគឺជា version ចុងក្រោយគេបងអស់បាទហើយវាមាន tool មួយចំនួនដែលអាចឲ្យយើងងាយស្រួលនៅក្នុងការប្រើប្រាស់នៅក្នុង version ថ្មីមួយនេះហើយកម្មវិធីមួយនេះក៏វាត្រូវការទីមទីឲ្យម៉ាស៊ីនកុំព្យូទ័ររបស់យើងហ្នឹងគឺវាមានកម្លាំងខ្លាំងបាទបើន័យថា RAM របស់យើងបាទក៏ដូចជា hard disk របស់យើងហ្នឹងគឺវាមានទំហំធំផងដែរដូចជា RAM ត្រឹម 2G អញ្ចឹងទៅណាបាទបើសិនជា RAM 4G អញ្ចឹងទៅរឹតតែល្អទៀតណាបាទទៅវាមានដំណើរការស្រួលនៅក្នុងការ design របស់ការងាររបស់យើងនឹងវាមានភាពងាយស្រួលបាទអញ្ចឹងបងប្អូនបានយល់ហើយថាតើកម្មវិធី Adobe Photoshop យើងប្រើទៅលើការងារអីខ្លះអញ្ចឹងការងារមួយចំនួនដែលយើងបានបញ្ជាក់ទៅខាងលើនេះវាមិនមែនមានតែប៉ុណ្្នឹងទេវាអាចបង្កើតជាវីដេអូវាអាចបង្កើតជារូបភាពជីវចលបាទហើយនឹងរូបភាពដែលជា file GIF បាទ file ដែលមានចលនាជាដើមអូខេអញ្ចឹងAdobe Photoshop CS6 វាមានតួនាទីការងាររបស់វាគឺមានប៉ុណ្ណឹងណាបាទអូខេអញ្ចឹងសូមអរគុណហើយនៅមេរៀនបន្តទៀតគឺខ្ញុំនឹងបរៀនបងប្អូនអំពីរបៀបនៃការបើកកម្មវិធី Adobe Photoshop CS6 អូខេអញ្ចឹងសូមអរគុណច្រើនបាទ